IBS ហ្នឹងគឺជាជំងឺរំខានពោះវៀនយល់ទេអញ្ចឹងចាឯងបាត់ជើងមកអស់ហើយត្រឹមសបោអញ្ចឹងបានន័យថានៅស្ទាប់ខាងលើយល់ទេគេហៅរំខានពោះវៀនហ្នឹងគឺជាបណ្ដុំរោគសញ្ញាមានផោមច្រើនហ្គាសហៅពោះឈឺពោះដូចថាកត្រាក់ពោះមកចំបាច់ពោះយើងឈឺអញ្ចឹងណាក្នុងមួយអាទិត្យមិនក៏មាន2 3ថ្ងៃដែរចឹងអាហ្នឹងចឹងតែបើយើងនិយាយពីលលាកពោះវៀនគឺបានន័យថាអញ្ចាំងពោះវៀនយើងអាស្ទាប់ខាងលើហ្នឹងអស់ហើយទៅស៊ីដល់សាច់ដុំកាពះសាច់ដុំពោះវៀនយើងចឹងស៊ីដល់សាច់ដុំពោះវៀនយើងហើយយើងជុះមកមានសបោហើយមានឈាមទៀតអាហ្នឹងគេហៅ IBD យល់ទេតែចេះឯងរំខានពោះវៀនមានរោគសញ្ញាអញ្ចឹងទី1ខ្ញុំសូមហាមគិតពីវាយល់ទេចាំខ្ញុំបរៀនឲ្យញ៉ាំបន្លែតាមក្រោយអញ្ចឹងបើសិនជាយើងកំពុងឈឺអញ្ចឹងកំពុងឈឺហើយយើងគិតពីវាយើងកាន់តែឈឺយល់ទេបើយើងកំពុងឈឺយើងចូលទៅប្រគុណហើយយើងទៅធ្វើការអីប្រឡប់មកអាហ្នឹងរួចខ្លួនអត់សូវឈឺទេយល់ទេអញ្ចឹងហេតុអីបានឈឺគេហៅ gut brain access ឬ gut brain connect អញ្ចឹងខួរក្បាលនៅលើពោះវៀននៅក្រោមពេលដែលឈឺវាប្រាប់តាម neurotransmission តាមប្រព័ន្ធប្រសាទយើងហ្នឹងទៅក្បាលអាក្នុងអំឡុងពេលដែលវាប្រាប់ហ្នឹងយើងអាចញ័របេះដូងមួយឌឹកអត់ស្រួលខ្លួនយើងអាពេលវារត់ទៅប្រាប់ហ្នឹងយល់ទៅញ័របេះដូងមួយហើយយើង stress anxiety stress ហើយយើងដេកអត់លក់ដល់ពេលដេកអត់លក់អាខួរក្បាលយើងហ្នឹងបញ្ជាមកក្រោមទី1 secretion បានន័យថាការបញ្ចេញទឹកនៅក្នុងពោះវៀនបើវាបញ្ចេញច្រើនរាកទៅបើបញ្ចេញទឹកតិចមករឹងមកហើយវាបញ្ជាមកចលនាពោះវៀនយើងនេះបើវាបញ្ជាលឿនមករាកបើបញ្ជាយឺតមករឹងឃើញសាច់តែក្បាលវល់វាអាហ្នឹងអញ្ចឹងបានខ្ញុំសុំថាបើកើតអាហ្នឹងហើយកុំគិតរៀនរស់នៅមួយវាធ្វើការប្រឡប់យល់ណាបាត់ជើងបាត់អីហើយធ្វើការប្រឡប់ឈឺរត់ទៅយកថ្នាំមកលេបហើយប្រឡប់វាទៅអាហ្នឹងអត់ណាគ្រាន់បានបន្តិចតែបើយើងអង្គុយគិតពីវា stress ទៅ stress ត្រូវឈឺលើដើមយល់ទេចាំខ្ញុំបរៀនញ៉ាំមិន